môn người ta đang rồi thôi đó ngày admin trip ngày thua ca thằng mà đài nắng đi mình chọn cào thì mong bùm mùi mong bớt ngày khác cào hay ngư mình rồi chết mình tại bằng ngày miền trip với nhá ở bài nhẹ tăng vì mong buồn mình tên cái nặt kia mong bùm mùi sọ nữa nghe nhẹ tăng vì mong buồn mong ấy màu lần hiệp chọn luôn màu lại bàn từ trip hay bờ sân chỉ nhẹ follow nhóm á và hai chuyện đăng ngày thà tá nhóm chính là tôi nó cả ba từ hàng nào mình mình tại bà nhẹ ở toàn follow nhóm tế chui chạy follow mùi phongให้check follow ให้ช่วยคอมเมนต์เพียบพ้องนะบ้องยม follow ด้วยใช่ไอ้ชี้ๆแล้วคือมาดอลแกหาทางกระสังกัดติดเพลย์เจลิกใบหรือก็กระสังกัดในมาดมตัวไก่นะแกหาตัวไก่ยมอัดดังได้ยมดูแต่แกหาจังยมหาตามcái đàiให้มาดอลบางโป้น้อยนังหนักนี่ไอ้หนักนี่กี่ดิสัตว์แต่มาโตทงเป็นยังนี่มินทริปไปโกโก้เป็นโกโก้ไอ้อย่างนั้นเมียนมาโตผมbaoเฉินไปซาเมียนทางบองปีจ๋อทางปีจ๋อก็ตะเลงกับโกโก้ได้จังยังเมียนนี่เฉินมันแต่ไทยยังมาดังทางนานี่ยังทางนานี่เกี่ยใกล้บ่อยยังอัตอนเคยนี่ยังสอบเคยจะดักนี่กี่โอเคจังจับมือตัวนี่chân ngày đang dương mau đi chợ mình đến cứ dương từ khangกับโปนtừ bồn rồi ngay bo dây khang sai của hóm thì ban bốn tha tập đọc tối để lư ấy lư đọc ấy chợ này thì mà tôi nhóm chơi đôi gò đòn đấy cứ một sân tôi trên kia chân là đang đặt đánh trên toàn nó thì mình tao bị dương chung khi hai dương có chập đam trên đầm nào tới đây hay trên đầm nào từ từ bốn hòm han đây nó trên và kia chi lươn đây tại đọc p mình chỉ tầm một tu tới kia và từ bạt ở lý hay chi tam plơ nắng cứ mình play tê của lỡ chi mà đo lấy cứ cần lại đài kê si cút mà tô ngày một nắng cứ nơi mà đông nắng ngày hay được khơi nhá cứ cút mà tô nhóm mình toàn bàn tình mà đồ bên đây hay còn mà đăng thằng ngày nay nhầm tinh đã đây chào mừng ngày nay nhầm miên lôi chán đấy nhầm tinh đã tại mà đông hay mình to pk chi vượt từ đó nó cứ bộ khoát nó mà chăm nhóm nơi cái lại pleiបំបែកទៅខាងកោជ័យពួកអីកន្លែងរោងបុនហ្នឹងគឺនៅខាងស្រុកកោជ័យហ្នឹងឯងដើរជាមួយខាងម៉ូតូធំអញ្ចឹងថាអាងថាពួកគាត់ម៉ាស៊ីនធំគាត់មួលយកសិនហើយក៏ប៉ុន្តែគាត់មិនទុកយើងចោលទេគាត់មកចាំយើងនៅកន្លែងណាមួយដូចគ្នាអញ្ចឹងគេដើរលេងជាមួយម៉ូតូធំគឺបែបហ្នឹងគាត់ថាបើសិនជាកម្លាំងម៉ូតូយើងវាខុសគ្នាឆ្ងាយពេកឬបឿនយើងខុសគ្នាឆ្ងាយពេកក៏យើងពិបាកដល់គេដែរក៏មកពួកអីហត់នឹងគេចាំយើងច្រើនកន្លែងអញ្ចឹងណាហើយឡើយនេះគឺយើងធ្វើដំណើរទៅកាន់រោងបុនសិនមុននឹងយើងបន្តដំណើរទៅកំពតហើយហួសទៅឡើងភ្នំបូកគោដោយសារតែអត់ស្គាល់ផ្លូវជិះហួសផ្លូវបត់ចូលទៅខាងរោងបុនអញ្ចឹងហត់ឈប់ត្រឡប់ក្រោយមកវិញគេថាដើរលេង trip នេះគឺមានគ្រប់រសជាតិតែម្ដងមានទាំងផ្លូវកស៊ូផ្លូវដីផ្លូវបេតុងគឺថាមានគ្រប់បែបគ្រប់យ៉ាងតែម្ដងក៏ប៉ុន្តែសប្បាយដែរយើងជិះផ្លូវដីនាំ super bike មកជិះផ្លូវដីឃើញថាហុយទលំហើយសំឡេងកងរំពងរង្គើពេញភូមិគេតែម្ដងមែនតើអ្នកទាំងអស់គ្នាតាំងពីខ្ញុំបដូរមកនៅភ្នំពេញមកគឺខ្ញុំខានជិះម៉ូតូឃើញទេសភាពវាស្រែឃើញអីនឹងច្រើនណាស់ព្រោះយើងជិះតែក្នុងក្រុងហើយជាក់ស្ដែងខ្ញុំមករកកន្លែងនៅហ្នឹងគឺចិត្តកន្លែងធ្វើការទៀតអញ្ចឹងចេញតែពីកន្លែងនៅទៅកន្លែងធ្វើការហើយចេញពីកន្លែងធ្វើការមកកន្លែងនៅវិញអត់សូវបានដើរលេងដើរហើរច្រើននេះទេអញ្ចឹងយូរម្ដងជិះមកមើលវាស្រែវាស្មៅហើយមើលទេសភាពភ្នំស្អាតមែនតើម្ដងអញ្ចឹងសួរថាហេតុអីបានអ្នក
ស្រឡាញ់ម៉ូតូស្រឡាញ់អីគាត់ចូលចិត្តចេញ trip អាសាចេញ trip ម៉េះគឺដោយសារបែបហ្នឹងនៅក្នុងក្រុងយើងរៀង stress យើងធ្វើការយើងប្រកបរបរជីវិតប្រចាំថ្ងៃហ្នឹងគឺវាបង្កភាពស្មុគស្មាញមួយចំនួនអញ្ចឹងយើងយកពេលទំនេររបស់យើងទៅធ្វើរឿងអ្វីមួយដែលយើងស្រឡាញ់យើងចូលចិត្តហើយវាផ្ដល់នៅអារម្មណ៍ស្រស់ស្រាយដល់យើងទាំងអស់គ្នាតែម្ដងហើយជាលើកទី1ដែរខ្ញុំជិះមកម្ដុំហ្នឹងគេហៅថាស្រុកអង្គរជ័យហ្នឹងហើយខ្ញុំជិះងីងងតាមគេហ្នឹងអត់ដឹងថាគេជិះហ្នឹងហួសផ្លូវបត់ចូលរោងបុណ្យឆ្ងាយដែរអញ្ចឹងពួកយើងត្រូវតែជិះបកត្រឡប់ក្រោយទៅវិញក៏ប៉ុន្តែបើទេសភាពស្អាតបែបហ្នឹងណាមិនអីជិះបកក្រោយបានតាឥឡូវនេះគឺយើងបានត្រឡប់មកដល់ខាងរោងបុណ្យវិញហើយម្ចាស់កម្មវិធីប្រូសាសេះនំសាយក្រហមនោះគាត់នៅចាំនៅនឹងកែងផ្លូវនឹងឯងខ្លាចយើងនឹងជិះហួសទៅទៀតបើមិនចឹងទេជិះហួសមែននឹងឯងព្រោះយើងអត់ដឹងហើយណាមួយជិះម៉ូតូសលេងម៉ូតូលឺផងត្រូវនឹងពាក់មួកការពារបិទចិត្តផងអត់លឺមីក្រូបុណ្យសោះតែម្ដងតមកដល់ចិត្តបានលឺបន្ទាប់ពីដាក់បបរបុណ្យអស់ពី3កូនចានមករៀងតឹងពោះតិចដែរអញ្ចឹងយើងក៏បន្តដំណើរទៅទៀតក៏ពិតយើងអាចបន្តទៅតាមផ្លូវអង្គរជ័យហ្នឹងទៅដល់កំពតក៏បានដែរក៏ប៉ុន្តែបើយើងជិះតាមហ្នឹងគឺវាងឆ្ងាយដោយសារយើងត្រូវវាងកែបមួយសាទៀតអញ្ចឹងហើយយើងក៏សម្រេចចិត្តថាបកក្រោយទៅវិញសិនចាំបត់ទៅខាងកំពតវិញវាចិត្តជាងហើយណាមួយគៀកទៅភ្នំបូកគោផងព្រោះគោលដៅរបស់យើងគឺជិះទៅឡើងភ្នំបូកគោហើយមែនតើទៅអ្នកទាំងអស់គ្នាឡើងភ្នំបូកគោវាជាគោលដៅមួយរបស់ខ្ញុំដែរជារឿងមួយដែលខ្ញុំចង់ធ្វើជាពិសេសតាំងពីខ្ញុំទិញម៉ូតូទៅមកខ្ញុំគិតថាថ្ងៃណាមួយមានឱកាសខ្ញុំនឹងយកម៉ូតូខ្ញុំទៅឡើងភ្នំបូកគោឲ្យបានព្រោះអីពីមុនខ្ញុំនៅសៀមរាបយើងមកឡើងភ្នំបូកគោគឺពិបាកមែនទែនដោយសារទី1យើងត្រូវធ្វើដំណើរឆ្ងាយឬក៏ត្រូវដឹកម៉ូតូមកយកឡានដឹកម៉ូតូមកគឺពិបាកមែនទែនគិតថាมันអាចមានឱកាសទេប៉ុន្តែឥឡូវនេះខ្ញុំផ្លាស់ប្ដូរមកនៅភ្នំពេញអញ្ចឹងចង់មកភ្នំបូកគោគឺងាយស្រួលមែនតើអាចទៅជិះមកលេងមួយថ្ងៃហើយយើងល្ងាចទៅវិញក៏បានដែរឡើងទៅមុនអស់ញ៉ឹងថែមសាំងតិចចឹងដោយសារតែនិយាយគ្នាអត់ត្រូវមែនតើមិនគេឡើងទៅមុនទេគឺខ្ញុំមកដល់មុនគេចាំខ្ញុំនៅការ៉ាសាំងកាលតិចនៅគល់ស្ពាននៅព្រែកកពតក៏ប៉ុន្តែខ្ញុំលើតែការ៉ាសាំងស្មានតែការ៉ាសាំងនៅជើងភ្នំក៏ជិះមកដល់ជើងភ្នំតែម្ដងអញ្ចឹងមកដល់នៅចាំគេមកសន្ទុះបានយើងជិះឡើងមែនតើខ្ញុំអត់ដែលបានជិះផ្លូវកែងកោងអញ្ចឹងច្រើនទេដោយសារតែការដែលខ្ញុំនៅសៀមរាបគឺខ្ញុំជិះតែផ្លូវត្រង់តែប៉ុណ្ណោះហើយកែង corner ដែលខ្ញុំលេងបានហ្នឹងគឺមានតែរង្វង់មូលពលានថ្មីនៅសៀមរាបហ្នឹងតែប៉ុណ្ណោះដល់ពេលមកដល់នេះប្រហែលកែងដំបូងហ្នឹងយើងមានអារម្មណ៍ថាយើងហូតអកសើប្រហែលដងដែរក៏ប៉ុន្តែយើងនៅគ្រប់គ្រងបានដោយសារយើងមិនជិះទៅលឿនហួសប្រហែលរបស់យើងទេយើងដឹងពីសមត្ថភាពរបស់យើងដែរអញ្ចឹងយើងជិះមកល្មមយើងអាចគ្រប់គ្រងបានហើយឥឡូវគឺយើងមកដល់កន្លែងកាហ្វេនៅចង្កេះភ្នំហើយមកដល់ដោយសារគេមកដល់មុនគេឈប់មកសន្ទុះធំហើយខ្ញុំមកដល់គេក៏រៀបចេញទៅអញ្ចឹងកុំឲ្យខាតពេលខ្ញុំឈប់ម៉ូតូសុំថតវីដេអូបន្តិចសិន
ចូលដល់ដំណាក់កាលទី2នេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំមានថ្នឹកជាមួយម៉ូតូក៏ដូចជាជាមួយនឹងការគ្រប់គ្រងនៅពេលដែលយើងប្រើប្រាស់ផ្លូវកែងកោងកោអញ្ចឹងណាវាអារម្មណ៍ថាយើងអត់មានការអកសើអីទេយើងអាចគ្រប់គ្រងលបឿនគ្រប់គ្រងប្រាំងក៏ដូចជាការដាក់លេខចុះឡើងហ្នឹងមានអារម្មណ៍ថាធ្វើឲ្យយើងមានទំនុកចិត្តជាងមុនមិនភ័យមិនសូវជាខ្លាចថាមានបញ្ហាកាត់ឡើងទេប៉ុន្តែយើងមិន over confident ទេមានទំនុកចិត្តលើខ្លួនឯងជ្រុលទេគឺយើងធ្វើអ្វីដែលយើងអាចគ្រប់គ្រងបានដោយសារតែជាក់ស្ដែងគឺខ្ញុំអត់ដែលបានជិះផ្លូវកែងកោងជាងទេហើយនៅពេលដែលជិះមកដល់ចកេះភ្នំកន្លែងរូបសំណាកលោកយាយម៉ៅហ្នឹងគឺថាជិះចូលពពកតែម្ដងអ្នកទាំងអស់គ្នាគេហៅបូកូពពកវិលហ្នឹងអត់ខុសទេគឺពួកខ្ញុំជិះចូលពពកអាប់លងិតឈឹងតែម្ដងហើយជាក់ស្ដែងដោយសារតែមករយៈហ្នឹងគឺអ្នកស្រុកហ្នឹងថាមេឃរោកក់ខែអញ្ចឹងវាធ្វើឲ្យមានពពកច្រើនមានអាប់ច្រើនមែនតើហើយអូតិចលហឹមតែម្ដងបើកញ្ចក់មុខការពារមកតិចលហឹមប៉ុន្តែបន្ទាប់ពីយើងឈប់យើងពិភាក្សាគ្នាថាតើយើងគួរបន្តទៅទៀតអត់ឬក៏យើងត្រូវចាំតិចសិនដោយសារតែវាអាប់ខ្លាំងពេកព្រោះបើយើងជិះទៅយើងមើលផ្លូវអត់ឃើញក៏រៀងពិបាកដែរអញ្ចឹងក៏សម្រាប់ថាឈប់ថតរូបលេងក៏ដូចជាសម្រាកតិចសិនទៅហើយបន្ទាប់ពីបត់ម៉ូតូចូលកន្លែងឈប់សម្រាកហ្នឹងបានឃើញសិតតែម៉ូតូធំហើយមែនតើទៅគឺសិតតែម៉ូតូដែលជួបគ្នាពីព្រឹកនៅកន្លែងការ៉ាសាំងហ្នឹងតែម្ដងបន្ទាប់ពីមេឃរៀងស្រឡះបន្តិចគឺពួកយើងសម្រេចថាបន្តដំណើរទៅទៀតប៉ុន្តែយើងបន្តដំណើរព្រមជាមួយនឹងការប្រុងប្រយ័ត្នដោយសារតែយើងអត់ដឹងថាយើងជិះទៅយើងជួបអាប់ជួបអីឬក៏ជួបពពកដែលក្រាស់ជាក់ស្ដែងគឺជួបមែនតែនជួបច្រើនកន្លែងតែម្ដងទ្រាំទៅដល់កំពូលខាងលើហើយជីបានមកសតុក៏ស្រាប់តែឃើញ fan នៅក្នុងឡានទូចពេងគាត់លើកដៃដាក់យើងក៏លើកដៃដាក់គាត់តិចទៅបាយគាត់ហើយបានយើងវ៉ាឡានរបស់គាត់ទៅខាងមុខទៀតហើយពេលដែលជិះកាន់ពពកនោះត្រជាក់មែនតើត្រជាក់រហូតដល់កាមេរ៉ាខ្ញុំឡើងអាប់ប៉ុន្តែនៅពេលដែលយើងជិះមកដល់ខ្ពស់មែនតើគឺលែងមានពពកអាប់ច្រើនហើយគឺមានតិចតួចទេអត់សូវសម្បូរដូចការនៅចកេះភ្នំច្រើនមែនតើហើយនេះគឺជាកន្លែងខ្លោងទ្វារជិះដល់កន្លែងខ្លោងទ្វារគឺថាងងឹតឈឹងតែម្ដងគាត់ថាមកដល់កន្លែងហ្នឹងកាមេរ៉ាខ្ញុំគឺវាពេញ memory ដែរអញ្ចឹងក៏អត់បានថតទៀតទៅអូខេអញ្ចឹងដូចឃើញឥឡូវខ្ញុំនៅកន្លែង Casino Jazz នៅលើភ្នំបូកូដល់លើបូកូហើយចេះតែតោងពីក្រោយគេមកបានដែរអើយគេចាំទេណាបើថាឲ្យរត់ខ្លួនឯងរត់ឱកាសទេព្រោះអីយើងដឹងហើយម៉ូតូនេះវាអត់មែនជាប្រភេទម៉ូតូដែលវាកម្លាំងខ្លាំងលឿនទេតែពីច្រើនគេម៉ាស៊ីនធំហើយម៉ាស៊ីនខ្ញុំជួយគេឥឡូវខ្ញុំដល់កាស៊ីណូចាស់ហើយពួកយើងកំពុងរៀបចំចុះទៅក្រុមវិញអញ្ចឹងជួបគ្នានៅក្រុមមែនតើពួកខ្ញុំឡើងមកបូកូនេះអត់ដឹងឡើងទៅអីដែរគឺឡើងមកគឺជិះម៉ូតូឡើងហ្មងគោលដៅគឺសប្បាយជាមួយនឹងការជិះម៉ូតូជាមួយផ្លូវកែងកោងហ្នឹងហ្មងមកដល់លើហ្នឹងអត់មានថាត្រូវធ្វើសកម្មភាពអីដើម្បីសប្បាយអញ្ចឹងមកដល់លើជុំគ្នាមួយទូថតរូបតិចតួចក៏យើងចុះទៅក្រោមវិញប៉ុន្តែគឺយើងគម្រោងនេះគឺចុះទៅថតរូបនៅកន្លែងខ្លោងទ្វារដែលមកមិញគឺយើងអត់បានឈប់ថតទេហើយវីដេអូនេះគឺជា part មួយនៃ trip ទៅកពតកែបរបស់ខ្ញុំទេដោយសារតែជាក់ស្ដែងបន្ទាប់ពីចុះពីភ្នំទៅគឺខ្ញុំមានត្រូវបន្តដំណើរទៅកន្លែងផ្សេងទៀតដែលខ្ញុំបែកពីគ្នាជាមួយពួកគាត់អញ្ចឹង trip នេះគឺអាចនិយាយថា trip ពាក់កណ្ដាល solo អញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយចុច follow ចុច subscribe ខ្ញុំផងដើម្បីបានមើល part 2 របស់ខ្ញុំដែលជាផ្នែកមួយដែលខ្ញុំធ្វើដំណើរតែម្នាក់ឯងតែម្ដងគាត់ថាមិនវែងទេប៉ុន្តែកុំភ្លេច follow ផងហើយបើសិនអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ហើយចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នកនរគ្នាអូខេបាយបាយ